សួស្តីបងប្អូនទាំងអស់គ្នាហើយក៏ស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូបង្រៀនភាសាចិនដែលប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ大家好欢迎来自我们学习实用生词អូខេចឹងកុំឲ្យរងចាំយូរយើងចូលមកដល់មេរៀនរបស់យើងថ្ងៃនេះដែរយើងរៀនអំពីបន្ទប់ទឹកអញ្ចឹងយើងអាចនិយាយថាប្រគុណអីចឹងឯងអញ្ចឹងយើងប្រើពាក្យគួរសមណាឬក៏យើងអត់ប្រើពាក្យថាកន្ទប់ទឹកក៏បានដែរចង្ការយើងប្រើពាក្យថាកន្លែងលាងដៃព្រោះហ្នឹងជាប្រើពាក្យគួរសមណាអញ្ចឹងបន្ទប់ទឹកយើងប្រើពាក្យថា厕所បន្ទប់ទឹកមួយទៀតក៏យើងប្រើពាក្យថា洗手间ចឹងប្រើបានដូចគ្នាទាំងអស់ណាអ្នកទាំងអស់គ្នាបើភ្ញៀវខ្លះគាត់ខ្លាចយើងអត់ដឹងចឹងគាត់ប្រើពាក្យ toilet ចូលភាសាអង់គ្លេសមកពាក្យអីអូខេចឹងយើងនិយាយអំពីការចំអិនគឺវាមានច្រើនបែបវាមានស្ងោរចំហុយចៀនអីចឹងទៅអញ្ចឹងខ្ញុំក៏បានធ្វើជាមេរៀនចែកដល់អ្នកទាំងអស់គ្នាអញ្ចឹងពាក្យថាស្ងោរគឺយើងប្រើពាក្យថាជូស្ងោរចំហុយចឹងចំហុយដល់ពេលចៀនត្រីចៀនអីហ្នឹងឬក៏ចៀនពងទាពងមាន់អីយើងប្រើពាក្យថាចៀនដូចគ្នាណាតិចថាចៀនប្រើដូចយើងហ្នឹងហើយដូចគ្នាប្រើពាក្យថាចៀនដូចគ្នាតែចៀនត្រីចៀនញីអញ្ចឹងបានន័យថាត្រីហ្នឹងគេយកទៅដាក់ខ្លាញ់តិចហើយយកមកចៀនវាអូខេបំពងចាអូខេអាំងយើងប្រើពាក្យថាខោអាំងដល់ពេលរងាស់ដូចជារងាស់ស៊ុបឬក៏ជាប្រភេទយើងធ្វើអីគេស៊ុបមាន់ខ្មៅគេច្រើនតែប្រើពាក្យរងាស់ស៊ុបត្រូវទេអញ្ចឹងគេប្រើពាក្យថាទុនអញ្ចឹងស្ងោរជូរដល់ពេលចៀនចំហុយចឹងដល់ពេលបំពងចាដល់ពេលអាំងខោពេលរងាស់ស៊ុបគឺយើងប្រើពាក្យថាទុនបន្ទាប់មកគឺយើងចូលមកដល់មួយទៀតគឺតកតងនឹងប្រភេទដបឬក៏កំប៉ុងដបគឺយើងប្រើពាក្យថាភីងកំប៉ុងយើងប្រើពាក្យថាគួនអាហារញ៉ាំលេងឬក៏អាហារសម្រន់អញ្ចឹងយើងប្រើបានពីរពាក្យណាប៉ុន្តែកន្លែងពួកខ្ញុំប្រើរាល់ថ្ងៃនេះគឺភាគច្រើនគឺយើងប្រើសៅឈើលីងសឺហ្នឹងក៏អាហារសម្រន់ឬក៏អាហារញ៉ាំលេងដែរលីងសឺសៅឈើញ៉ាំគឺពាក្យថាឈើផឹកយើងប្រើពាក្យថាហឺហើយនេះគឺជាពាក្យដែលយើងជួបជាប្រចាំសម្រាប់អ្នកដែលពេលដែលភ្ញៀវគាត់អញ្ជើញចូលមកដល់ក្នុងហាងយើងណាពេលដែលភ្ញៀវចូលមកដល់ភ្លាមយើងក៏កលេចឃើញគឺយើងត្រូវតែប្រញាប់ទទួលភ្ញៀវភ្លាមហើយយើងត្រូវសួរគាត់ថាម៉េច你好老板你们几位អញ្ចឹងយើងសួរថាជំរាបសួរឬក៏សួស្ដីអញ្ចឹងណាប៉ុន្តែបើខ្មែរយើងភាគច្រើនគឺយើងជំរាបសួរដៃស្ពះឡើងមកហើយបន្ទាប់មកយើងប្រើពាក្យថា老板ជាទូទៅគឺខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាហៅភ្ញៀវថាកើឬក៏ចេអីទេ
cứ dương thở hai quạt tha lão bàn nè nó có lão bàn đây chẳng dương score quạt cái đó cứ dương hai quạt mặt tha lão bàn từ bản tay bờ dương ban score quạt chúc ba món rồi có score chúc mua quạt món dương ai phở bia tha ní hào xí chồng ấy chẳng từ nè hay bắt đầu mà你们几位chẳng dương xưa tha quạt chơi mauประมาณ nè chẳng quạt nâng phẹp dương ấy nè tham 一个人 mà nè 两个人 pi nè 三个人 bảy nè 四个人 bốn nè 五个人 5 nè 六个人 6 nè 七个人 8 nè 8个人 7 nè 9个人 4 nè 10个人 10 nè chẳng nèទាំងអស់គ្នាគ្រាន់តែបន្ថែមរៀនពី1 2 3 4 5 6 7 8 9 10មកអ្នកទាំងអស់គ្នាបន្ថែមចំនួនហ្នឹងចូលទៅឬក៏ស្ដាប់ភ្ញៀវគាត់និយាយមកគឺយើងអាចដឹងថាភ្ញៀវគាត់មកប្រហែលនេះឲ្យត្រូវហ៎ហើយមួយទៀតគឺពេលដែលយើងសួរគាត់ហើយយើងត្រូវនាំគាត់ទៅតុឬក៏យើងសួរគាត់ហើយគាត់ថាអត់2នាក់2个人អញ្ចឹងយើងសួរគាត់មានកក់តុកអត់បើសិនជាមានកក់តុកគឺយើងសួរថា你有订座吗你有订座吗តើអ្នកមានកក់តុកទេបើអត់មានទេគាត់ថា没有អញ្ចឹងយើងអាចណែនាំភ្ញៀវថាទៅអង្គុយនៅតុកអញ្ចឹងយើងប្រើពាក្យថា请这边请坐请这边请坐អញ្ជើញខាងនេះអញ្ជើញអង្គុយអញ្ជើញខាងនេះអញ្ជើញអង្គុយហើយបន្ទាប់មកបើសិនជាកន្លែងនេះខ្ញុំបកមកក្រោយបន្តិចគឺបើយើងថាតុកខាងក្រោមយើងពេញហើយអញ្ចឹងយើងចង់ឲ្យគាត់ឡើងទៅខាងលើអញ្ចឹងយើងត្រូវប្រើពាក្យថា请上2楼请上2楼អញ្ចឹងយើងអញ្ជើញគាត់ឲ្យទៅជាន់ទី2វិញព្រោះជាន់ទី1យើងពេញហើយអញ្ចឹងយើងថា1楼满了1楼满了អូខេអញ្ចឹងសម្រាប់មេរៀនរបស់ខ្ញុំនៅក្នុងភោជនីយដ្ឋានមានប៉ុណ្្នឹងដែរហើយសម្រាប់ពាក្យផ្សេងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏ចង់ចេះបន្ថែមអ្នកទាំងអស់គ្នាអាចឆាតចូលមក Facebook របស់ខ្ញុំឬក៏ TikTok ក៏បានឬក៏ comment នៅក្រោមវីដេអូហ្នឹងទៅហើយខ្ញុំនឹងធ្វើការតម្លាក់មេរៀនឬក៏វីដេអូថ្មីទៀតសម្រាប់ចែកជាចំណេះដឹងដល់អ្នកទាំងអស់គ្នាហើយក៏អរគុណសម្រាប់ការតាមដានវីដេអូមួយនេះយើងខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយមកទៀតអរគុណហើយកុំភ្លេចចុច Subscribe Follow និង Share ចែកម្លែកចំណេះដឹងនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាឲ្យចេះមេរៀននេះផងអរគុណច្រើន